បន្ទាប់ពីព្រះរាមបានរៀបការជាមួយនឹងនាងសេតាហើយមកនៅនគររបស់ព្រះរាមថ្ងៃមួយហ្នឹងឪពុករបស់ព្រះរាមហ្នឹងធ្វើការតែងតាំងឲ្យព្រះភិរុតហើយនឹងព្រះសុត្រុតទៅមើលការខុសត្រូវទៅគ្រប់គ្រងវាំងនៅកន្លែងផ្សេងនៅនគរផ្សេងហើយក៏ឲ្យព្រះរាមហើយនិងព្រះលក្សណ៍នៅគ្រប់គ្រងនគរអយុធ្យានគរហ្នឹងហើយមន្ត្រីទាំងអស់គ្នាហ្នឹងក៏យល់ឃើញអញ្ចឹងដូចគ្នាដែរប៉ុន្តែកាលពីព្រះរាមនៅក្មេងៗហ្នឹងនៅវ័យចតុងប្រហែលជាអាយុ 7-8 ឆ្នាំព្រះរាមចូលចិត្តយកព្រួញឈើដែលវឹកហាត់រៀនហ្នឹងយកមកបាញ់ជាមួយនឹងអ្នកបម្រើម្នាក់ហើយអ្នកបម្រើហ្នឹងគឺជាអ្នកបម្រើធ្វើការឲ្យម្ដាយរបស់ព្រះភិរុតអ្នកបម្រើវាថាមិនបានចូលចិត្តក្មេងទេយល់អត់ដល់ពេលព្រះរាមលេងអញ្ចឹងទៅវាថាខឹងហើយគុំមិនចូលចិត្តស្អប់ព្រះរាមតាំងពីតូចរហូតដល់គាត់ធំថ្ងៃដែលឪពុករបស់ព្រះរាមមានកម្រងថាស្អែកឲ្យព្រះរាមឡើងគ្រងរាជ្យហ្នឹងថ្ងៃហ្នឹងព្រះរាមទៅជួបឪពុកគាត់ព្រោះអីឪពុកគាត់ត្រូវផ្ដែផ្ដាំថ្ងៃចុងក្រោយព្រោះអីថ្ងៃស្អែកដល់មានកូនឡើងគ្រងរាជ្យអញ្ចឹងថ្ងៃហ្នឹងបរៀនកូនហៅកូនទៅបរៀនធ្វើនេះធ្វើនោះត្រូវគិតចេះត្រូវគិតចោះត្រូវមានបំណងល្អមួយប្រជាជនចេះចោះហើយយប់ហ្នឹងមីកាចាស់ហ្នឹងទៅចាក់ហុកម្ដាយរបស់ព្រះភិរុតអូយពនាងចិត្តតែបដ ாய் ឲ្យកូនទៅគ្រប់គ្រងនគរផ្សេងឆ្ងាយពីភ្នែកពីច្រមុះហើយព្រះភិរុតត្រូវនៅមើលថែនឹងមិនត្រូវពនាងហ្នឹងក៏ថាអូយធ្វើមកចោព្រះអង្គម្ចាស់ជាអ្នកសម្រេចចិត្តហើយយើងក៏មិនអាចទៅកំណត់ថាឲ្យកូននេះឲ្យកូននោះឡើងគ្រងរាជ្យបានដែរមានកិច្ចចាស់នឹងចាក់ហុកបំពេចថាំងចេះពនាងខែងការមុនហ្នឹងខែងព្រះអង្គម្ចាស់គាត់ចពាក់គុណស្រីពនាងរឿងមួយអីរឿងអីគេរឿងដែលថាពនាងចេញទៅច្បាំងជាមួយនឹងព្រះអង្គម្ចាស់ហើយចៃដន្យលបោតកង់អតេះហើយពនាងលូកដៃចូលកង់នឹងដើម្បីជួយឲ្យកង់នឹងបានមកដល់វាំងវិញឃើញជាពាក់គុណស្រីកាសនោះអីខែងកាសនោះខែងព្រះអង្គម្ចាស់ថាពនាងចង់បានអីក៏បានដែរអីមហាសីអូនបងពិតជាជំពាក់គុណអូនខ្លាំងណាស់បងសន្យាជាមួយនឹងអូនមិនថាអូនចង់បានអ្វីនោះទេបងនឹងផ្ដល់ឲ្យអូនបានគ្រប់យ៉ាងទាំងស្អីបងត្រឹមតែបានជួយបងឲ្យរួចផុតពីគ្រោះថ្នាក់ប៉ុណ្ណឹងខ្ញុំម្ចាស់ក៏សប្បាយព្រះរាជហឫទ័យរួចទៅហើយអូអើមែនអញ្ចឹងឲ្យខ្ញុំធ្វើមិនចោះពនាងទៅទាសន្យានឹងមកវិញមកថាព្រះអង្គធ្លាប់សន្យាមួយខ្ញុំមកឥឡូវខ្ញុំសុំរឿងមួយបានអត់សុំឲ្យព្រះភិរុតកូនខ្ញុំនឹងឡើងគ្រងរាជ្យនឹងសិនបានអត់ហើយព្រះរាមហើយនឹងព្រះលក្សណ៍នឹងនេះតែគាត់ឲ្យទៅបួសទៅធ្វើជាតាឥសីអីនៅក្នុងព្រៃ14ឆ្នាំអីសិនណាបានណោះបានមែនណោះសាកណាមិនសាកមិនដឹងអូខេបន្ទាប់ពីព្រះរាមចេញពីជួបឪពុកគាត់មកពនាងហ្នឹងក៏ទៅជួបម្ដងទៅជួបទៅក៏ទៅទាមទារសន្យាហ្នឹងទៅរៀបរាប់និយាយដូចពីកាចាស់ហ្នឹងនិយាយអញ្ចឹងដល់ទៅព្រះអង្គហ្នឹងក៏សុំឲ្យនាងភ្លៀងមួយថ្ងៃមិនភ្លៀងឯងចេញមកនិយាយរឿងភ្លៀងពនាងហ្នឹងក៏ទៅទាមទារពាក្យសន្យាព្រះអង្គហ្នឹងក៏សនំពរដែរថាសុំអីផ្សេងបានអត់ព្រមទេគឺដាច់ខាតគឺសុំឲ្យព្រះភិរុតហ្នឹងឡើងគ្រងរាជ្យហើយក្នុងចិត្តព្រះអង្គខឹងខ្លាំងណាស់ខឹងឡើងថាចង់ស្លាប់ប្រពន្ធនឹងចោលប៉ុន្តែដោយសារតែខ្លួនឯងកាន់នៅពាក្យសច្ចៈនិយាយទៅហើយម៉ាត់ណាគឺម៉ាត់នឹងចឹងក៏ព្រមតាមប្រពន្ធស្អែកឡើងពេលដែលគេត្រូវតែងតាំងព្រះអង្គឲ្យឡើងគ្រងរាជ្យហ្នឹងព្រះរាជសារបែរជាបដូរទៅជាតម្រូវឲ្យព្រះរាមចូលទៅក្នុងព្រៃបួសជាឥសីរយៈពេល14ឆ្នាំទើបអាចវិលវ័យព្រះរាមមកបថាគាត់ចង់ទៅដើមយករាជបល្ល័ង្កយុទ្ធសិលគាត់ខ្លាំងប៉ុណ្ណឹងដែរគាត់ទៅដើមតែបន្តិចនឹងងាយដូចបោជែកតែគាត់អត់ធ្វើព្រោះអីគាត់ចាំពាក្យឪពុកគាត់ព្រានយប់មិញចាំពាក្យរបស់ឪពុកហើយនៅស្ងៀមអត់តមាត់អត់អីទេយល់ព្រមតាមឪពុកយប់ឡើងគេផ្ដាយផ្ដាំប្រពន្ធពនាងសេតាហើយនឹងពលៈថានៅនឹងថែខ្លួនឲ្យល្អបងទៅតែ14ឆ្នាំឯងបងនឹងត្រឡប់មកវិញពនាងសេតានឹងអត់ព្រមទេខ្លួនឯងថាយើងជាប្តីប្រពន្ធនឹងគ្នាគិតថាបងឯងចូលទៅក្នុងព្រៃហើយខ្ញុំនឹងនៅក្នុងវាំងនឹងស៊ីស្រួលដេកស្រួលនឹងសុបាយចិត្តខ្លាំងមែនអត់ទេខ្ញុំហើយនឹងលក្ខនឹងតាមទៅនៅជាមួយបងតាមទៅបម្រើបងហើយព្រះរាមនឹងឲ្យប្រពន្ធនិយាយអញ្ចឹងឯនោះអូខេអត់មានប្រកែកមានថាអត់ទេអូនក៏គិតអញ្ចឹងអីអត់សោះគ្រាន់តែប្រពន្ធនិយាយអញ្ចឹងភ្លាមតោះដល់ពេលថ្ងៃស្អែកឡើងថ្ងៃដែលគាត់ត្រូវធ្វើដំណើរចេញពីវាំងប្រជាជនចេញមកហែហោមកជូនដំណើរមកយំសោកស្ដាយតែ
ភ្នែកទឹកសបោសោកស្ដាយព្រះអង្គម្ចាស់សោកស្ដាយស្ដាច់ខ្លួនឯងនាំគ្នាស្រែកហៅព្រះរាជាចូលចម្រើនព្រះរាជាចូលចម្រើនព្រះរាជាចូលចម្រើនប្រលាក់នឹងក៏ឆ្លៀតបោះព្រីយ៉ុងនឹងចេះបងខ្ញុំនិយាយរឿងមួយមកឯងកំខឹងខ្ញុំបងឯងគិតសាមអីអើយតាមតែកម្លាំងបងឯងហ្នឹងមកឯងចូលទៅរឹបអស់យកនគរបានវិញស្រួលណាមួយមកចៅនគរទៅអញ្ចឹងតារៀមហ្នឹងក៏បញ្យល់ប្អូននៅមុខប្រជាជននឹងឯងថាធ្វើតាមព្រះបិតាបរិញ្ញាយប់មិញគាត់បរិញ្ញាចុះប្រជាជនស្ដាប់ហើយទឹកភ្នែកហូរមិនបានព្រះអង្គគិតល្អម្ល៉េះហេតុអីបានជាប្រសើរយ៉ាងនេះយំស្ដាយអត់ចង់ឲ្យទៅទេនាំគ្នាស្រែកព្រះរាជាចូលចម្រើនព្រះរាជាចូលចម្រើនស្រែកបដាយំបដាស្រែកបដាយំបដាចឹងនិយាយថាមួយអត់ចង់ឲ្យទៅទេស្រឡាញ់ពួកអីនិយាយថាស្ដាច់ដែលគួរឲ្យស្រឡាញ់យល់ការចាក់ចេញរបស់គាត់នឹងវាធ្វើឲ្យប្រជាជនចងចាំហើយរងចាំគាត់ត្រឡប់មកវិញចេញទាំងគេសំណោះចេញទាំងគេរងចាំការត្រឡប់មកវិញអញ្ចឹងហើយទាំងអស់ហ្នឹងវាគឺជាប្រវត្តិដែលព្រះរាមព្រះលក្សណ៍ហើយនឹងព្រះនាងសេដាចូលទៅនៅក្នុងព្រៃចេញពីវាំងគឺដោយសារតែគេនិរទេសនឹងឯងចាប់ផ្ដើមពីคลิปក្រោយទៅរឿងចាប់ផ្ដើមល្អមើលទៅហើយព្រោះអីចាប់ផ្ដើមជួបយក្សចាប់ផ្ដើមជួបហនុមានចាប់ផ្ដើមធ្វើសឹកសង្គ្រាមចាប់ផ្ដើមជួបនាងសវណ្ណមច្ឆាអញ្ចឹងណាអរគុណដែលបានរងចាំតាមដានទស្សនាទាំងអស់គ្នា